បាយចិត្តលើកទី1ដែលបានមកវាយកម្មវិធីធំចឹងស្រាប់ខ្ញុំឡើងនឹងវាយបងអត់ដឹងណាគាត់ដឹងទៅវាយចត្រាខ្ញុំនេះគឺជាលើកដំបូងសម្រាប់រឿងចត្រាក្នុងអាជីពរបស់គេដែលគេបានបឡើងពីគីឡូ57មកប្រកួតនៅក្នុងទម្ងន់60គីឡូក្រាមជាលើកដំបូងហើយប្រកួតនៅក្នុងកម្មវិធីធំដណ្ដើមខ្សែក្រវ៉ាត់ ISKA គុណខ្មែរទៀតបាត់ជុំដំបូងគេនឹងប្រឈមមុខជាមួយកីឡាករដែលល្អក្បាច់ចម្រុះនោះគឺហុងសវណ្ណច័ន្ទសទ្ធីថែមទៀតផងប៉ុន្តែយ៉ាងណាក្តីបើកូនសិស្សរបស់មេធីមរឿងសុភ័ណ្ឌគេបានតាំងចិត្តមោះមុតមែនទែនហើយគេមានជំនឿចិត្តលើខ្លួនឯងហើយនឹងព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពនៅក្នុងបេសកកម្មមួយនេះដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួនលើកទី1ដែលបានមកវាយកម្មវិធីធំចឹងហើយការត្រៀមខ្លួនអីយ៉ាងម៉េចដែរនេះត្រៀមខ្លួនបាន100%បងអត់មែនទេទៅចត្រាគឺកាយសម្បទាខ្ពស់មែនទេកន្លងមកឃើញវាយតែគីឡូ57ទេប៉ុន្តែបើកាយសម្បទាខ្ពស់តាសឹងតែខ្ពស់ជាងខ្ញុំគីឡូ1.73ទៅចត្រាខ្ពស់ជាងខ្ញុំទៀតណាឥឡូវឃើញចត្រាឡើងមកវាយគីឡូ60លើកដំបូងហើយដល់ពេលអញ្ចឹងសប្បាយចិត្តប៉ុន្តែគីឡូអេងធំជាងមុនអាចមានការបារម្ភទេអត់អីខ្ញុំតែឡើងគីឡូវាយគីឡូនេះគីឡូស៊ីនមួយក៏បីគីឡូស៊ីនហ្មងណាបាទអាចថារឿងយើងរឿងខាតរឿងកាយសម្បទាបន្តិចប៉ុន្តែអាចថាកម្លាំងពេញល្អវិញដែរបាទបងបាទហើយក្នុងហ្នឹងឃើញបើមិនគិតកីឡាករបរទេសគឺកីឡាករខ្មែរហុងសវណ្ណច័ន្ទសទ្ធីកីឡាករវាយគីឡូ60មកហើយក៏គេល្អក្បាច់ល្អអីទាំងអស់ទៀតអញ្ចឹងមានការព្រួយបារម្ភហើយមានអារម្មណ៍មិនដែរអត់អីបងខ្ញុំស្រាប់ខ្ញុំឡើងនឹងវាយបងអត់ដឹងណាគាត់ដឹងទៅវាយចត្រាញឹមហ្នឹងតែវាយចិត្តវាយដូចការនិយាយទេគឺចិត្តហើយកីឡាករបរទេសដែលមានសើបពីការវាយខ្លះអត់សើបងឡើងវាយបងអានេះទម្លាប់យើងអញ្ចឹងហ្មងតានេះទម្លាប់អញ្ចឹងបងដូចថាតាមដានដៃគូច្រើនទេអាចថាសម្ពាធសម្រាប់យើងក៏មិនមើលទៅរៀងបាក់អញ្ចឹងគាត់ថាទម្លាប់យើងមិនសូវជាសិក្សាពីដៃគូអីមែនណាបាទជាយើងតែពង្រឹងខ្លួនឯងបុកខ្លួនឯងឲ្យខ្លាំងអញ្ចឹងទៅបាទការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ ISKA គុណខ្មែរនៅយប់ថ្ងៃទី21កុម្ភៈស្អែកនេះបាទរឿងចត្រាតប្រឈមមុខជាមួយនឹងហុងសវណ្ណច័ន្ទសទ្ធីស្របពេលដែលកីឡាករបរទេស2រូបគឺកីឡាករម៉ារ៉ុកនិងកីឡាករអ៊ីរ៉ង់នឹងធ្វើការប្រជែងគ្នាដូចគ្នាដើម្បីស្វែងរកអ្នកឈ្នះឡើងទៅជួបគ្នានៅវគ្គបាល់ប្រដណ្ដើមខ្សែក្រវ៉ាត់មួយខ្សែនេះបាទនៅយប់ជាមួយគ្នាបាទខ្សែគាត់មួយខ្សែទៀតនៅក្នុងទម្ងន់54គីឡូក្រាមក៏មានកីឡាករមួយឆ្នើមបាទរលកថ្មីគុណខ្មែរយើង4អ្នកប្រកួតប្រជែងគ្នាដែរបាទផ្អែមភ្នែកអ្នកមើលហើយបាទមួយឈុតនេះគីឡូ54បាទដណ្ដើមខ្សែក្បាត់ ISKA គុណខ្មែរបាទជុំដំបងចេញលទ្ធផលហើយបាទគឺនៅវ៉ានីប៉ះជាមួយនឹងធនវិស្ណុស្របពេលដែលបាទកីឡាករបំមនវ៉ានីក៏ត្រូវបាទប្រឈមមុខបាទជាមួយនឹងគឿមសវណ្ណឃីមបាទការប្រកួតនឹងធ្វើឡើងនៅយប់ស្អែកនេះបាទយប់ថ្ងៃទី21ខែកុម្ភៈឆ្នាំ2026បាទនៅលើទឹកដីខេត្តកំពង់ស្ពឺបាទនេះគឺជុំដំបងបាទវិស្ណុគាត់ប៉ះជាមួយនឹងវ៉ានីបាទនៅវ៉ានីបាទការប្រកួតនេះវ៉ានីមាន2នាក់បាទនេះមនវ៉ានីគាត់ប៉ះជាមួយនឹងគឿមសវណ្ណឃីមបាទជុំដំបងអញ្ចឹងអ្នកដែលឈ្នះបាទជុំទី1បាទ2នាក់គឺនឹងឡើងទៅប្រឈមមុខដាក់គ្នាដណ្ដើមខ្សែក្រវ៉ាត់នេះនៅក្នុងការប្រកួតជុំផ្ដាច់ប្រត់បាទអស់ពីគូខ្សែក្រវ៉ាត់2ខ្សែនេះគូធំប្រចាំព្រឹត្តិការណ៍យប់ស្អែកនេះបងប្អូនគឺបាទអូសាម៉ាបាទកីឡាករម៉ារ៉ុកជាមួយនឹងមេធីមរឿងសុភ័ណ្ឌនិយាយពីអូសាម៉ានេះកំពូលឌឺហើយបាទលោកប៉ះរឿងសុភ័ណ្ឌម្ដងនេះទៀតចាំមើលបាទតើអាចទូទាត់លត់បញ្ជីសងសឹកលើមេធីមរឿងសុភ័ណ្ឌបានដែរឬក៏អត់បាទយប់ស្អែកនេះលើទឹកដីស្រុកបរសែតខេត្តកំពង់ស្ពឺ